ប្រជុំយូរអញ្ចឹងតម្រុំមកប្រជុំចប់ផ្លេចអស់រលីងតែម្ដងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបដោះស្រាយបញ្ហាហ្នឹងដោយចំណាយពេលត្រឹមតែ30វិនាទីតែប៉ុណ្ណោះជំរាបដំបូងបងប្អូនទាំងអស់គ្នាគ្រាន់តែយក note ដែលយើងបាន note នៃការប្រជុំហ្នឹងយកទៅដាក់នៅលើម៉ាស៊ីនរបស់យើងឧទាហរណ៍ថានេះគឺជា meeting note របស់យើងអញ្ចឹងយើងគ្រាន់តែទៅ copy យក note ហ្នឹង copy បែបនេះមកបន្ទាប់មកយើងយកទៅបោះចូលទៅក្នុង Telegram bot របស់យើងហើយទៅក្នុងការ note កន្លែងនេះបងប្អូនទាំងអស់គ្នាមិនថាបងប្អូនប្រើ automation ឬក៏ប្រើ AI ផ្សេងទេបងប្អូនត្រូវចាំថា AI អាចបានចូលរួមប្រជុំជាមួយយើងអញ្ចឹងកន្លែងនេះគឺយើងត្រូវ note ឲ្យបានច្បាស់ដើម្បីឲ្យពេលបងប្អូនយកទៅប្រើ AI ដើម្បីឲ្យវាជួយសង្ខេបវាជួយធ្វើ slide អីឲ្យហ្នឹងវាបានក្បោះក្បាយវាត្រូវបើមិនអញ្ចឹងទេបើកាលណាដែលយើង note អត់យកចិត្តទុកដាក់ AI ក៏ចាញ់ជាលទ្ធផលមកអត់យកចិត្តទុកដាក់ដូចគ្នាឥឡូវតោះអញ្ចឹងឧទាហរណ៍ថាយើងមាន note នៃការយកចិត្តទុកដាក់បែបនេះហើយយើងគ្រាន់តែបើក Telegram bot របស់យើងបន្ទាប់មកយើង pass នៅ note នឹងចូលយើងរងចាំបន្តិចមកពេលនោះ AI នឹងចាប់ផ្ដើមទៅសង្ខេបនៅការប្រជុំនឹងឲ្យយើងព្រមទាំងបានបញ្ចូល note នឹងទៅក្នុង Google Docs ឲ្យយើងហើយស្រាប់អញ្ចឹងយើងគ្រាន់តែ click នៅទីនេះដើម្បី preview ហើយវា format ឲ្យយើងមកស្អាតចេះតែម្ដងឃើញទេអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែ double check ឬក៏ verify នឹងឯងថាមើលវាអូខេហើយនៅអញ្ចឹងបន្ទាប់ពីអូខេហើយនេះ share ទៅកាន់ក្រុមការងាររបស់យើងបានតែម្ដងអញ្ចឹងនឹងទៅនឹងការ meeting ដោយប្រើប្រាស់ AI automation ហើយបើសិនបើបងប្អូនទាំងអស់គ្នាចង់បាន prompt ទៅនឹងការសង្ខេបការប្រជុំបែបនេះបងប្អូនទាំងអស់គ្នាគ្រាន់តែ comment នៅពាក្យថា meeting ខ្ញុំនឹងផ្ញើ prompt ទៅក្នុងការ meeting ក៏ដូចជា prompt ទៅនឹងការងារការិយាល័យជូនបងប្អូនទាំងអស់គ្នាដោយឥតគិតថ្លៃផងដែរ